ខ្ញុំបាទឧស្សាហ៍អញ្ញាតគ្រប់ជ្រាបសួរពុកម៉ែបងប្អូនអរគ្នាបាទថ្ងៃនេះមកបង្ហាញមួយផ្ទះកពើហាមួយណាទីតាំងនៅខាងស្រុកភ្នំស្រុកខេត្តបន្ទាយមានជ័យបងប្អូនបាទផ្ទះនេះមានទំហំ6x13បងប្អូនបាទថ្ងៃនេះយើងមកបញ្ចប់ការងារជូនគាត់ណាមានបន្ទប់គេង2បន្ទប់ទឹក1ចក្រានបាយនិងបន្ទប់ទទួលភ្ញៀវបងប្អូនរួចរាល់ហើយតម្លៃមកផ្ដាច់10000ក្រាស់បងប្អូន10000ក្រាស់បានប៉ុណ្្នឹងហ៎នេះចឹងប្រភេទផ្ទះនេះខ្ញុំធ្វើច្រើនណាស់បងប្អូនចឹងខ្ញុំអត់ធ្វើនិយាយអីលំអិតច្រើនទេចឹងបងប្អូនមើលជាគំរូទៅពួកវាអាចខុសម៉ូដchútនឹងខុសកាឌីក័រក្រូកាឌីក័រពណ៌អីចឹងណាចាចឹងនេះគាត់យើងថតទុកជាគំរូឲ្យបងប្អូនមើលករណីបងប្អូនពួកការឆ្លាញ់របស់ម្ចាស់ផ្ទះមួយខុសគ្នាបងប្អូនបាទចឹងយើងអាចមើលទៅជាគំរូដើម្បីយើងបានជំរើសផ្សេងគ្នាក្នុងការសាងសង់ផ្ទះបងប្អូនអញ្ចឹងបងប្អូននេះផ្នែកម្ខាងទៀតយើងនិយាយទៅអំពូលដេក័រយើងរៀបចំឲ្យគាត់មកជុំអញ្ចឹងណាហើយតាក់ទងកញ្ចក់គាត់ប្រើកញ្ចក់រៃបាន់ពណ៌ខ្មៅបងប្អូនញោមកញ្ចក់គាត់ប្រើពណ៌ខ្មៅដែរណាហ្នឹងហើយអាហ្នឹងយើងអាចរើសបានទីសងតាមការឆ្លាញ់របស់យើងហ្នឹងហើយហើយយើងអាចដាក់បានអត់គិតលុយបន្ថែមទេសម្រាប់កញ្ចក់ប្រភេទនេះណាហ្នឹងចេះបងប្អូនអំពូលដេក័រមកជុំអញ្ចឹងណាស្ដារ5កាំបងខឿនបីទឹកសាបជុំវិញផ្ទះ1ម៉ែត្រអញ្ចឹងទៅកន្លែងនេះយើងអត់តបានលាបណាកន្លែងចឹងតាមហើយសារវាត្រូវភ្លៀងចឹងទៅឲ្យវាស្ងួតសិនចាំលាបពូចេះនៅខាងក្រៅអញ្ចឹងបងប្អូនបាទអញ្ចឹងហើយនេះចដើចេញចំហៀងផ្ទះសាបជុំវិញផ្ទះ1ម៉ែត្រអញ្ចឹងណាយើងដាក់អានេះថ្ងៃក្រោយយើងតមកចំហៀងបានណាបងប្អូនបាទយើងតជាយ៉ាប់មកចំហៀងបានយើងចេញចូលមកផ្នែកខាងនេះហ្នឹងករណីយើងតម្រូវការរបស់យើងចង់បានអញ្ចឹងយើងទៅតាមនឹងទៀតដែរតែយើងអាចដាក់វាចេញទៅខាងក្រោយក៏បានដែរនេះអីពណ៌វាដូចស្តៀងផ្សែងបារីបន្តិចត្រាវបន្តិចណាប៉ុន្តែអញ្ចឹងយើងរៀបលាងស្រាលហើយពាក់ព័ន្ធឈើរ៉ានឹងឃើញយើងរៀបលាងដិតណាបានមើលទៅវាកាត់ស្អាតឥឡូវយើងទៅមើលផ្នែកខាងក្នុងបងប្អូនផ្នែកខាងក្នុងតែនេះទំហំប៉ុណ្ណឹងតែទលាយបងប្អូនផ្នែកខាងក្នុងចដា5កាន់យើងប្រើក្រូចដាអញ្ចឹងទៅខាងរងដាមុខក្រូបាតកញ្ចក់អត់នេះអត់កញ្ចក់ទេក្រូសាច់ស្ងួតបងប្អូនហើយយើងបិទក្រូដេក័រអញ្ចឹងកញ្ចក់បកខ្មៅចាហ្នឹងហើយម៉ូតចេះពូ2គ្រាប់នៅកន្លែងរងដាខាងមុខផ្ទះទ្វារសុវត្ថិភាពសាច់អានេះសាច់ក្រាស់បងប្អូនបាទប្រភេទទ្វារល្អសាច់ក្រាស់នេះក្រូបាតកញ្ចក់5ជាន់គេទៅរៀងអក្សរ L បងប្អូនផ្ទះនេះចាពីដានម៉ូតនេះពីដានចំណុចកន្លែងទូភ្ញៀវបាទយើងដេក័រឲ្យគាត់អញ្ចឹងណាពីដានម៉ូតកន្លែងទូភ្ញៀវទាំងអស់នេះកន្លែងនេះក៏ពីដានម៉ូតដែរអត់មានក្រូអញ្ចឹងណាពណ៌លាបពណ៌នេះយើងដាក់អំពូជះបងប្អូនអំពូជះក្នុងពីដានអានេះមើលទៅវាស្ទុំស្អាតណាហ្នឹងអញ្ចឹងអំពូហុកមកគ្រាប់ចំកន្លែងនេះល្វែងកន្លែងទទួលភ្ញៀវណាអញ្ចឹងបន្ទប់2ទំហំប៉ុនគ្នាបងប្អូននេះប៉ុណ្ណេះមានពូលរាត្រីមានពូលចានមានពូលភ្នែកកែបអញ្ចឹងណានេះបន្ទប់មួយទៀតក៏អញ្ចឹងដែរនេះកាឌីក័រដូចគ្នាចក្រានបាយនៅចំណុចនេះវាចេញចំហៀងផ្ទះបន្ទប់ទឹកមានអាងបាទបន្ទប់ទឹកនេះធំហ្មងទំហំ3ម៉ែត្រគុណនឹង2ម៉ែត្របាទធំទូលាយក្រូអញ្ចឹងរៀបដល់ពីដានអញ្ចឹងនេះមានហាលបើខ្យល់ប្រគុណចុចឡាបូលីមុខប៉ុន្តែនេះត្រូវមានកញ្ចក់ទៀតប៉ុន្តែយើងអត់បានតឡើងបាទមានអាងនេះមានទ្វារជ័រថតអញ្ចឹងណាចេះបងប្អូន